Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំដាកើអញ្ចឹងគឺថាមករយៈហ្នឹងគឺខ្ញុំមកបានធ្វើវីដេអូអីទាំងអស់អ្នកទាំងអស់គ្នាហើយក៏សូមតអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលសារខ្ញុំមកបានចេញវីដេអូអីចឹងទៅឥឡូវហ្នឹងគឺថាខ្ញុំនឹងធ្វើវីដេអូពី Block World វិញហើយហ្នឹងហើយអ្នកទាំងអស់គ្នារិះសារតែមានគ្នាយើងមួយចំនួនធំក៏មិននៅក្នុងវីដេអូខ្ញុំមុនគឺតើតឹងទៅនឹងការបដូរ role playing ទៅជា role បើកអត់កើតអញ្ចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាបានក្បោះក្បាយទៅលើការបដូរ role playing ទៅជា role បើកអញ្ចឹងកុំឲ្យខិតពេកចូលទៅហ្មងទៅជាដំបូងអ្នកទាំងអស់គ្នាចូលមករូបទូរស័ព្ទហ្នឹងទៅហើយអ្នកទាំងអស់គ្នានឹងឃើញពាក្យ Reward Enchant ចុចវាហើយវាមកជាទម្រង់បែបនេះអ្នកទាំងអស់គ្នាចុចទៅលើ Role Block ហើយវាចេញជារបៀបបែបនេះទៀតអញ្ចឹងគឺគេបានបញ្ជាក់យើងឲ្យថា100 Role Playing គឺស្មើនឹង1 Robux អញ្ចឹងឧទាហរណ៍ជាខ្ញុំដាក់5 Robuxចឹងអ្នកទាំងអស់គ្នាបានឃើញហើយនៅពេលដែលយើងដាក់5គឺគេបាននិយាយថាគឺគេបដូរចាប់ពី7ឡើងទៅចឹងមានន័យថា500រូបលេងហ្នឹងគឺយើងបដូរអត់កើតទេគឺយើងត្រូវការ700រូបលេងបើសិនជាអ្នកទាំងអស់គ្នាមាន700រូបលេងហើយបដូរទៅក៏អត់កើតទៀតអ្នកទាំងអស់គ្នាឃើញជាលក្ខណៈបែបនេះអញ្ចឹងគឺមានន័យថាអ្នកទាំងអស់គ្នាត្រូវវល់កងឬក៏លេងហ្គេមអីដើម្បីទទួលបានរូបលេងថែមសម្រាប់ខ្ញុំវិញគឺមាន1400អញ្ចឹងហើយគឺខ្ញុំអត់ទៅលេងអីទៀតទេអ្នកគ្នាខ្ញុំដាក់13ហ្មងទៅអ្នកទាំងអស់គ្នាកន្លែងនេះក៏សំខាន់ផងដែរបងគ្នាត្រូវ connect Block World ជាមួយនឹង Roblox អញ្ចឹងនៅក្នុងវីដេអូមុនក៏ខ្ញុំបានប្រាប់ហើយដែរអញ្ចឹងអ្នកនរគ្នាអាចមើលទៅតាមវីដេអូមុនបានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាភ្ជាប់ជាមួយនឹង account Roblox អ្នកទាំងអស់គ្នារួចហើយវាចេញលក្ខណៈបែបនេះហើយអ្នកទាំងអស់គ្នាចុចពាក្យថា next វាចេញបែបនេះអ្នកទាំងអស់គ្នាចុចពាក្យថា next ម្ដងទៀតហើយយើងចុចពាក្យ go to Roblox private server គឺពាក្យខាងលើហ្នឹងបន្ទាប់មកវានឹងនាំអ្នកទាំងអស់គ្នាមកដល់នៅកន្លែងនេះចេញជាលក្ខណៈបែបហ្នឹងហើយអ្នកទាំងអស់គ្នាធ្វើការ scroll ឡើងលើទៅចំពោះកន្លែងទាំងអស់ហ្នឹងដំបូងគឺវាបិទទាំងអស់អ្នកគ្នាសម្រាប់គ្នាយើងដែលអត់ធ្លាប់បដូរអញ្ចឹងគឺវាបិទទាំងអស់ណាអញ្ចឹងអ្នកគ្នាត្រូវបើកពី allow private server នៅពេលដែលអ្នកទាំងអស់គ្នាបើក allow private server ហើយអ្នកទាំងអស់គ្នាត្រូវបើកកន្លែង request របស់ហ្នឹងមួយទៀតរួចហើយអ្នកទាំងអស់គ្នាត្រូវយកលេខដែលយើងបានឃើញនៅពេលដែលយើងបដូរមិញហ្នឹងគឺយើងមកដាក់អញ្ចឹងគឺថានៅពេលដែលអ្នកទាំងអស់គ្នាដាក់រួចហើយអ្នកទាំងអស់គ្នាដានហើយអ្នកគ្នា sell ឆាំងបន្ទាប់មកគឺរួចរាល់ហើយអ្នកទាំងអស់គ្នាចូលមក Block World របស់យើងវិញរួចចុចពាក្យថា Broadcast with Drive ហើយគឺវានឹងធ្វើការបញ្ជូនរបស់យើងទៅរក Block ហើយឥឡូវហ្នឹងវារួចហើយបើវាចេញជាសញ្ញាគ្រីបបែបនេះគឺវាបានរួចរាល់ហើយយើងនឹងចាំ7ថ្ងៃអីហ្នឹងទៅវាចូល account របស់យើងហើយហ្នឹងហើយអ្នកទាំងគ្នាមុននឹងបញ្ចប់វីដេអូខ្ញុំគឺចង់ប្រាប់អ្នកទាំងគ្នាថាចំពោះការលេង giveaway ហើយខ្ញុំអាចលេងទៀតបានទេអ្នកគ្នានិយាយទៅគឺអ្នកគ្នាមិនថាខ្ញុំអត់ចង់លេងទេទីមួយគឺខ្ញុំធ្វើឲ្យបាត់ឈ្មោះអ្នកគ្នាច្រើនដងពេកហើយមួយទៀតខ្ញុំក៏អត់សូវមានរូបបាក់ដែរអ្នកទាំងគ្នាហើយចំពោះអ្នកឈ្នះវិញអ្នកទាំងគ្នាអ្នកខ្លះទៅគឺអ្នកលេខ1អីហ្នឹងគឺអត់បានឆាតមកកាន់ខ្ញុំឬក៏កាន់ខ្ញុំតាមរក Block អីទេរួមគឺថាគ្រាន់ដាក់ឈ្មោះចោលហើយគឺឈប់តាមដានហ្មងយ៉ាអញ្ចឹងបញ្ចប់វីដេអូធំហ្នឹងគឺខ្ញុំគ្រាន់តែសុំទោសគ្នាយើងចំពោះគ្នាយើងដែលលេង giveaway ប៉ុន្តែអត់ឈ្មោះវីដេអូមានតែប៉ុណ្្នឹងទេបាយ